ជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីម្ដងទៀតបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបន្តនិយាយប្រធានបទដែលទាក់ទងទៅនឹងការត្រួតពិនិត្យជាសកលតាមកាលកំណត់គ្រាន់តែពេលនេះគឺផ្ដោតសំខាន់ទៅលើដំណើរការទាំងមូលនៃការត្រួតពិនិត្យរបស់ UPO បាទឥឡូវយើងមកមើលទាំងអស់គ្នាទាក់ទងទៅនឹងដំណាក់កាលទាំង6របស់ UPO បាទទាំង6ហ្នឹងអញ្ចឹងនៅក្នុងដំណាក់កាលទាំង6ហ្នឹងតាមពិតទៅវាអត់មានដំណាក់កាលណាដែលចាប់ផ្ដើមមុនគេទី1ទី2ទី3ទី4ទេដោយសារវាជាបាទជាវដ្តឬក៏ជាជុំទាំងមូលនៃការត្រួតពិនិត្យ UPO ហ្នឹងក៏ប៉ុន្តែខ្ញុំសូមចាប់ផ្ដើមពីចំណុចទី1ដែលតាក់ទងទៅនឹងកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាសិទ្ធិមនុស្សបាទខ្ញុំសូមចាប់ផ្ដើមចំណុចនឹងមុនគេណាបាទអញ្ចឹងតាក់ទងទៅនឹងដំណាក់កាលទាំង6ហ្នឹងគឺទី1វាមានកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សហ្នឹងហើយទី2គឺដំណើរការតាមដានត្រួតពិនិត្យនិងអនុវត្តហើយទី3គឺរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តឬក៏យើងហៅថាជា midterm report ជាភាសាអង់គ្លេសណាហើយទី4គឺការរៀបចំឯកសារមុនកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមកាលកំណត់ដែលយើងហៅថា UPO Working Group Session បាទអញ្ចឹងវាជាដំណាក់កាលមួយនៃការរៀបចំឯកសារត្រៀមទុកឯកសារជាមុនបាទមុននឹងឈានទៅដល់កិច្ចប្រជុំត្រួតពិនិត្យជាសកលតាមការកំណត់បន្ទាប់មកដំណាក់កាលទី5គឺកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមកាលកំណត់គឺ UPO Working Group Session ហ្នឹងហើយបន្ទាប់ទៀតដំណាក់កាលទី6គឺរបាយការណ៍របស់រដ្ឋដែលត្រូវបានធ្វើការកែសម្រួលឥឡូវយើងមើលដំណាក់កាលនៃកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងអស់គ្នាក្រោយពីរដ្ឋដែលស្ថិតក្រោមការត្រួតពិនិត្យ UPO បានធ្វើការកែសម្រួលនៅរបាយការណ៍លទ្ធផលរបស់ខ្លួនដែលធ្វើឡើងដោយ Troicas ក្នុងរយៈពេល2សប្តាហ៍ហើយរបាយការណ៍លទ្ធផលនោះបាទនឹងត្រូវយកទៅជជែកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលវាជាកិច្ចប្រជុំមួយដោយឡែកផ្សេងពីកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យជាសកលតាមការកំណត់ឬក៏ UPO Working Group Session ក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះវាមានការជជែកវែកញែកដេញដោលនិងសួរនាំជុំវិញរបាយការណ៍លទ្ធផលក្នុងរយៈពេល60នាទីរដ្ឋាភិបាលរបស់រដ្ឋនីមួយៗមានរយៈពេល20នាទីដើម្បីបកស្រាយឬក៏បញ្ជាក់បន្ថែមនៅបញ្ហាទាំងឡាយដែលគ្រួតខកខានមិនបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យជាសកលតាមការកំណត់រដ្ឋាភិបាលនៃប្រទេសនីមួយៗអាចពន្យល់នៅការសម្រេចចិត្តរបស់ខ្លួនទាក់ទងទៅនឹងអនុសាសន៍ដែលប្រទេសផ្សេងបានផ្ដល់មកឲ្យខ្លួនបង្ហាញការបដិញ្ញាចិត្តដោយស្ម័គ្រចិត្តនិងបញ្ចេញឆន្ទៈជាចុងក្រោយលើរបាយការណ៍លទ្ធផលនោះដូចដែលខ្ញុំបានលើកឡើងនៅក្នុងវីដេអូឃ្លីបកាលពីលើកមុនអញ្ចឹង
គឺរដ្ឋសមាជិកនិងរដ្ឋសង្កេតការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សគាត់មានរយៈពេល20នាទីផ្សេងទៀតក្នុងការបញ្ចេញមតិយោបល់ផ្សេងៗទៅលើរបាយការណ៍លទ្ធផលដែលរដ្ឋបានកែសម្រួលបាទរបាយការណ៍លទ្ធផលដែលរដ្ឋបានកែសម្រួលហើយដែលរបាយការណ៍ហ្នឹងគឺយកមកប្រជុំវែកញែកពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងសម្រាប់អង្គការសង្គមស៊ីវិលនិងស្ថាប័នសិទ្ធិមនុស្សជាតិគឺមានពេលចំនួន2នាទីដើម្បីបញ្ចេញទស្សនៈរបស់ពួកគេផងដែរលទ្ធផលនៃកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាសិទ្ធិមនុស្សគឺជារបាយការណ៍លទ្ធផលចុងក្រោយដែលយើងហៅថា Final Outcome Report នឹងឥឡូវយើងមើលដំណាក់កាលបន្ទាប់ទៀតគឺដំណើរការតាមដានត្រួតពិនិត្យនិងការអនុវត្តដោយបានលើកឡើងទូទួលក្នុងវីដេអូឃ្លីបលើកមុនចឹងដែរដំណាក់កាលបន្ទាប់ក្រោយពីរបាយការណ៍លទ្ធផលចុងក្រោយតាមរយៈកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សគឺការអនុវត្តនៅអនុសាសន៍របស់រដ្ឋនីមួយៗរដ្ឋមានទំនួលខុសត្រូវក្នុងការអនុវត្តនៅអនុសាសន៍ដែលមាននៅក្នុងរបាយការណ៍លទ្ធផលចុងក្រោយនោះហើយនៅក្នុងដំណាក់កាលនេះដែររដ្ឋអាចធ្វើការស្នើសុំនៅការជួយជ្រោមជ្រែងពីតំណាងអង្គការសហប្រជាជាតិនៅក្នុងប្រទេសរបស់ខ្លួនឬក៏នៅក្នុងតំបន់ក្នុងការអនុវត្តអនុសាសន៍ទាំងឡាយហើយវាគួរមាននៅជំនួយផ្នែកហិរញ្ញវត្ថុនិងជំនួយបច្ចេកទេសដើម្បីគាំទ្រដល់តម្រូវការនិងអត្ថិភាពរបស់រដ្ឋផងដែរដំណាក់កាលបន្ទាប់គឺយើងហៅថារបាយការណ៍វឌ្ឍនភាពនៃការអនុវត្តឬភាសាអង់គ្លេសយើងហៅថា Midterm Report ជាគោលការណ៍ស្ម័គ្រចិត្តរដ្ឋនីមួយៗគួរធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលខ្លួនព្រមទទួលយកកំឡុងពេលនៃកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកន្លងមកហើយរបាយការណ៍នេះវាពិតជាមានសារៈសំខាន់ណាស់ដោយសារវាជាការវិតម្លៃទៅលើការអនុវត្តអនុសាសន៍ទាំងឡាយដែលរដ្ឋព្រមទទួលយកដំណើរការនៃការរៀបចំរបាយការណ៍ Midterm Report នេះក៏វាសំខាន់ផងដែរដោយសារវាជាការប្រឹក្សាយោបល់ដ៏ទូលំទូលាយជាមួយក្រសួងស្ថាប័នរដ្ឋបាទដូចជារដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដូចជាស្ថាប័នជាតិសិទ្ធិមនុស្សនិងអង្គការសង្គមស៊ីវិលជាដើមរបាយការណ៍ Midterm Report ហ្នឹងក៏វាបញ្ជាក់នៅវិធានការលម្អិតទាំងឡាយដែលស្ថាប័នជាតិសិទ្ធិមនុស្សអង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នចំណុះអង្គការសហប្រជាជាតិកំពុងអនុវត្តក្នុងការជំរុញនៅការអនុវត្តអនុសាសន៍ដែលរដ្ឋព្រមទទួលយកហើយបាទវិធានការលម្អិតទាំងនោះវាមានដូចជាការតស៊ូមតិបាទដែលយើងហៅថា advocacy ការបង្កើតស្ថាប័នថ្មីៗនិងការបង្កើតឧបករណ៍ព្រមទាំងយុទ្ធសាស្ត្រអនុវត្តជាដើមយើងគិតត្រឹមថ្ងៃទី10ខែឧសភាឆ្នាំ2023រដ្ឋចំនួន87បានស្ម័គ្រចិត្តផ្ញើយើងហៅថា Midterm Report ទៅឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិក្នុងរបាយការណ៍នោះមាន
55របាយការណ៍ទាក់ទងនឹងការអនុវត្តអនុសាសន៍អំឡុងពេលវត្តទី1ឬក៏ជុំទី1នៃ UPO 55របាយការណ៍ស្ដីពីការអនុវត្តអនុសាសន៍អំឡុងពេលវត្តលើកទី2ឬក៏ជុំទី2នៃ UPO ហើយ40របាយការណ៍ស្ដីពីការអនុវត្តអនុសាសន៍អំឡុងពេលយើងហៅថាវត្តលើកទី3ឬក៏ជុំទី3នៃ UPO រួមទាំងបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ប្រទេសអង់គ្លេសមុនរបាយការណ៍ Midterm Report សម្រាប់ជុំទី3ឬក៏វត្តទី3របស់ UPO និងបច្ចុប្បន្នភាពប្រចាំឆ្នាំក្រោយពេលផ្ញើរបាយការណ៍ក្នុងវត្តឬក៏ជុំទាំងពីរលើករបស់ UPO ផងដែរសម្រាប់ប្រទេសកម្ពុជាយើងរដ្ឋាភិបាលយើងគឺអត់ដែលផ្ញើរបាយការណ៍ Midterm Report ទេបាទដោយសារការផ្ញើរបាយការណ៍ Midterm Report ហ្នឹងវាជាការស្ម័គ្រចិត្តទេអញ្ចឹងសម្រាប់កម្ពុជាយើងអត់ដែលផ្ញើរបាយការណ៍ Midterm Report ហ្នឹងទេក៏ប៉ុន្តែមានអង្គការក្រៅរដ្ឋាភិបាលដែលធ្វើរបាយការណ៍ Midterm Report ដែលផ្ញើទៅឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយអង្គការក្រៅរដ្ឋាភិបាលនោះមានដូចជាអង្គការឈ្មោះ Article 19និងឈ្មោះ Pan America ដែលបានផ្ញើរបាយការណ៍ Midterm Report រួមគ្នាបាទនៅឆ្នាំ2021និងមានរបាយការណ៍ Midterm Report រួមគ្នារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន19ដែលបានផ្ញើទៅកាន់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិនៅឆ្នាំ2022ផងដែរឥឡូវនេះចូលដល់ដំណាក់កាលបន្ទាប់ទៀតគឺការរៀបចំឯកសារមុនកិច្ចប្រជុំ UPO មុននឹងកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមការកំណត់របស់ក្រុមការងារ UPO គឺមានដំណាក់កាលនៃការរៀបចំឯកសារឬក៏ព័ត៌មានជាមុនសិននៅក្នុងដំណាក់កាលនេះរដ្ឋនីមួយៗធ្វើការប្រមូលព័ត៌មានតាមរយៈការពិគ្រោះយោបល់ថ្នាក់ជាតិជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើរបាយការណ៍ជាតិស្ដីពីការអនុវត្តអនុសាសន៍ UPO ដែលយើងហៅថា National Report ក្នុងដំណាក់កាលនេះផងដែរការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិក៏ធ្វើការប្រម៉ែប្រមូលនៅព័ត៌មានពីស្ថាប័នចំណុះរបស់អង្គការសហជីវជាតិទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សរបស់រដ្ឋនីមួយៗព្រមទាំងធ្វើសេចក្តីសង្ខេបនៅរបាយការណ៍ដែលភាគីពាក់ព័ន្ធបានផ្ញើមកភាគីពាក់ព័ន្ធទាំងនោះមានដូចជាអង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នជាតិសិទ្ធិមនុស្សជាដើមដំណាក់កាលបន្ទាប់គឺកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមកាលកំណត់បាទដែលភាសាអង់គ្លេសយើងហៅថា UPO Working Group Session ផ្អែកលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សលេខ5/1ក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់រៀបចំកិច្ចប្រជុំចំនួន3ដងក្នុងមួយឆ្នាំដែលកិច្ចប្រជុំនីមួយៗនឹងមានរយៈពេល2សប្តាហ៍ក្នុងកិច្ចប្រជុំម្ដងដែលមានរយៈពេល2សប្តាហ៍នោះគេត្រួតពិនិត្យមើលស្ថានភាពនៃការគោរពសិទ្ធិមនុស្សប្រទេសចំនួន14ដូច្នេះក្នុងមួយឆ្នាំគេត្រួតពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សចំនួន42ប្រទេសហើយនៅចុងវត្តឬក៏ជុំនៃការត្រួតពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនីមួយៗ
គេពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សចំនួន193ប្រទេសកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2011ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តសេចក្តីសម្រេចលេខ17/119ដែលនៅក្នុងសេចក្តីសម្រេចនោះវាមានការវិភាគលម្អិតនៃលំដាប់ប្រទេសដែលនឹងត្រូវត្រួតពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សក្នុងវដ្តទី2ឬក៏ជុំទី2និងវដ្តបន្តបន្ទាប់ឬក៏ជុំបន្តបន្ទាប់យោងតាមការវិភាគនោះសម្រាប់ការត្រួតពិនិត្យវដ្តទី4ឬក៏ជុំទី4ប្រទេសកម្ពុជាយើងនឹងត្រូវគេធ្វើការត្រួតពិនិត្យទៅលើស្ថានភាពសិទ្ធិមនុស្សក្នុងកិច្ចប្រជុំទី2សប្តាហ៍ទី2ដែលត្រូវនឹងថ្ងៃពុធទី8ខែឧសភាឆ្នាំ2024ដែលជាកិច្ចប្រជុំលើកទី46របស់ក្រុមការងារ UPR ហើយលទ្ធផលនៃកិច្ចប្រជុំនេះគឺរបាយការណ៍លទ្ធផលដែលធ្វើឡើងដោយ Troicast ចូលមកដល់ដំណាក់កាលបន្ទាប់ទៀតគឺរបាយការណ៍ដែលរដ្ឋកែសម្រួលបាទនេះជាដំណាក់កាលចុងក្រោយគេណាបាទអញ្ចឹងដូចលើកឡើងខាងដើមអញ្ចឹងវាអត់មានដំណាក់កាលណាទី1ទី2ទី3ទី4ទេគ្រាន់តែខ្ញុំលើកយកដំណាក់កាលណាមួយយកមកបញ្យល់បាទអញ្ចឹងដំណាក់កាលដែលដំបូងគេដែលខ្ញុំយកមកបញ្យល់ហ្នឹងគឺនិយាយអំពីកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងបាទអញ្ចឹងមានដំណាក់កាលជាបន្តបន្ទាប់ហោហែមករហូតដល់ដំណាក់កាលចុងក្រោយនេះគឺគេហៅថារបាយការណ៍ដែលរដ្ឋធ្វើការកែសម្រួលក្រោយពីរបាយការណ៍លទ្ធផលដែលជាសមិទ្ធផលនៃកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់ហើយគឺរដ្ឋមានរយៈពេល2សប្តាហ៍ដើម្បីកែសម្រួលទៅលើរបាយការណ៍លទ្ធផលនោះហើយរបាយការណ៍លទ្ធផលដែលរដ្ឋកែសម្រួលនេះមិនត្រូវឲ្យលើសពី2675ពាក្យទេរបាយការណ៍រដ្ឋក្រោយពីការកែសម្រួលរួចហើយនេះបន្ទាប់មកត្រូវយកទៅពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលជាកិច្ចប្រជុំដំណាក់កាលបន្ទាប់មួយផ្សេងទៀតបាទអញ្ចឹងវាចប់ពីរបាយការណ៍ដែលរដ្ឋកែសម្រួលវាវិលទៅរកដំណាក់កាលទី1វិញទៀតបាទគឺកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអញ្ចឹងនេះហើយជាដំណើរឬក៏ជាវដ្តពេញឬក៏មួយជុំនៃការធ្វើការត្រួតពិនិត្យជាសកលតាមការកំណត់នេះបាទអញ្ចឹងខ្លឹមសារមានតែប៉ុណ្ណេះអរគុណច្រើនបាទ